សូមលំអរកាយក្រាបថ្វាយបង្គំចំពោះព្រះករុណាព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមគោរពជម្រាបសួរលោកយាយលោកតាពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់រាប់អានខ្ញុំព្រះករុណាខ្ញុំបាទសូមអធ្យាស្រ័យអភ័យទោសចំពោះលោកយាយលោកតាពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ផងដែរដែលក្នុងមួយរយៈកាលចុងក្រោយនេះខ្ញុំប្រកាសថាខ្ញុំបាទមិនបានដាក់ជូននៅវីដេអូតាមធម្មតាដោយសារតែមានធុរៈជាប់រវល់ផ្ទាល់ខ្លួនមិនតែប៉ុណ្ណោះយើងក៏មានបញ្ហារួមជាមួយគ្នាដែរបញ្ហារួមគឺបញ្ហាប្រទេសជាតិយើងដែលទទួលរងនៅការមិនចុះសម្រុងគ្នានៅតាមព្រំដែននៅក្នុងដំណាក់កាលមួយនេះគឺជាដំណាក់កាលមួយចាំបាច់ដែលយើងទាំងអស់គ្នាត្រូវរក្សាទឹកចិត្តនិងរក្សាសាមគ្គីភាពជាធ្លុងមួយទាំងក្មេងទាំងចាស់ទាំងក្នុងប្រទេសនិងក្រៅប្រទេសយើងក៏បីរក្សាទឹកចិត្តឲ្យបាននឹងណូបាទរក្សាសាមគ្គីភាពឲ្យបានជាធ្លុងមួយដើម្បីរក្សាការពារនៅអ្វីដែលជាមរតកដូនតាខ្មែរយើងនោះគឺទឹកដីដ៏ល្អផូរផង់របស់យើងដែលដូនតារបស់យើងបានបន្សល់ទុកមករាប់ពាន់ឆ្នាំមកហើយដូច្នេះដើម្បីរក្សាការពារនៅអ្វីដែលជាទ្រព្យសម្បត្តិរបស់យើងមានចំណុចជាច្រើនដែលយើងត្រូវដឹងដែលយើងត្រូវចេះប៉ុន្តែនៅក្នុងថ្ងៃនេះខ្ញុំបានឃើញកូនសៀវភៅតូចមួយដែលសរសេរឡើងដោយព្រះសង្ឃមួយអង្គហើយខ្ញុំគិតថាមានប្រយោជន៍សម្រាប់ក្មេងៗក៏ដូចជាមនុស្សចាស់ផងដែរដែលយើងមានសមាធិមិនរឹងមាំឬក៏មានចិត្តមិននឹងណូខ្ញុំចង់លើកយកនៅអត្ថបទនេះមកអាននិងជម្រាបជូនទៅដល់លោកយាយលោកតាពុកម៉ែបងប្អូនជនរួមជាតិទាំងអស់សៀវភៅនេះគឺរៀបរៀងដោយព្រះបាឡាត់សម្បត្តិច័ន្ទសុវណ្ណោម៉ាសុរិនភិក្ខុបោះពុម្ពផ្សាយជាលើកទី1នៅក្រុងភ្នំពេញប្រទេសកម្ពុជាពុទ្ធសករាជ2536ដែលលោកដាក់ជាចំណងជើងធំថាសមាធិសម្រាប់កុមារាកុមារីយុវជនយុវតីខ្ញុំសូមអនុញ្ញាតអានអារម្ភកថាជាខាងដើមនៃសៀវភៅនេះមានអស់លោកជាច្រើនអ្នកណាស់ដែរដែលនៅមានការយល់ច្រឡំថាសមាធិគឺជាវិជ្ជាមួយដែលក្មេងខ្មាំងពុំអាចរៀនបានសមាធិជាវិជ្ជាសម្រាប់លោកសង្ឃដូនជីឬមនុស្សចាស់ប៉ុណ្ណោះជាហេតុឲ្យកុមារាកុមារីយុវជនយុវតីខាតការសិក្សាជួនកាលពួកគេមិនចង់ឃើញមិនចង់ឮទៀតផងព្រោះអ្នកខ្លះធ្លាប់បានឃើញតាយាយចម្រើនភាវនាអង្គុយធ្មេចភ្នែកកំណត់ចិត្តដើរចង្ក្រមយឺតដើម្បីកំណត់សតិលៈក៏កើតចេញសេចក្តីធុញទ្រាន់ទាំងអស់នេះក៏ព្រោះតែពួកគេពុំបានយល់ច្បាស់នៅពាក្យថាសមាធិសមាធិមានន័យថាការតាំងចិត្តឬការតម្កល់ចិត្តយ៉ាងរឹងមាំបើតម្កល់ចិត្តត្រូវតាមធម៌ហៅថាសម្មាសមាធិប៉ុន្តែបើតាំងចិត្តតម្កល់ខុសហៅថាមិច្ឆាសមាធិដូចជាតាំងចិត្តថាចូលឲ្យអ្នកនេះវិនាសទៅអ្នកនោះបែកបាក់គ្នាទៅដូច្នេះជាដើមហៅថាមិច្ឆាសមាធិប៉ុន្តែនៅក្នុងសៀវភៅនេះ
ខ្ញុំសូមនិយាយតែអំពីសម្មាសមាធិជាបឋមខ្ញុំសូមខន្តីអភ័យទោសអំពីសំណាក់លោកដែលជាអ្នកពហុសូត្រទាំងឡាយពិសេសពហុសូត្រផ្នែកពុទ្ធសាសនាប្រសិនបើអស់លោកបានឃើញនៅពាក្យខុសឆ្គងឆ្គងបែបបទអក្ខរាវិរុទ្ធពាក្យឃ្លាប្រយោគណាមួយនោះសូមលោកមេត្តាជួយកែតម្រូវដើម្បីយកបុណ្យផងចុះខ្ញុំនឹងសូមថ្លែងអំណរគុណជាអតិបរមាទុកជាមុនការពិតខ្ញុំរៀបរៀងសៀវភៅនេះឡើងក៏ព្រោះតែខ្ញុំមានគោលបំណងចង់ជួយណែនាំប្អូនកុមារាកុមារីយុវជនយុវតីនិងអស់លោកខ្លះដែលពុំទាន់បានយល់ច្បាស់នៅពាក្យថាសមាធិនិងចង់ជួយចង្អុលបង្ហាញនៅវិធីធ្វើសមាធិដល់ពួកគេប៉ុណ្ណោះសូមប្អូននិងអស់លោកមេត្តាចំណាយពេលបាន10នាទីដើម្បីអានសៀវភៅសមាធិសម្រាប់កុមារាកុមារីនិងយុវជនយុវតីព្រោះខ្ញុំជឿជាក់ថាសៀវភៅនេះនឹងផ្ដល់ប្រយោជន៍ដល់ប្អូននិងអស់លោកយ៉ាងពិតប្រាកដប្រសិនបើប្អូននិងអស់លោកតាំងចិត្តអានហើយពិចារណារើសយកតែប្រយោជន៍សូមឧទ្ទិសកុសលផលបុណ្យដែលកើតឡើងអំពីការសរសេរសៀវភៅនេះជូនដល់ញោមប្រុសនាមម៉ាជូនិងញោមស្រីនាមពៅអ៊ុតខ្ញុំនឹងរងចាំទទួលនៅការរិះគន់អំពីអស់លោកអ្នកអានគ្រប់ពេលវេលានិងដោយក្តីរីករាយជាទីបំផុតវត្តពោក្នុងថ្ងៃទី15ខែមីនាពុទ្ធសករាជ2536គ្រិស្តសករាជ1993ព្រះបាឡាត់សម្បត្តិច័ន្ទសវណ្ណោម៉ាសុរិនភិក្ខុតើសមាធិមានប្រយោជន៍ដូចម្តេចខ្លះតាមការវិភាគពិចារណារបស់មហាវិទ្យាល័យនានាក្នុងពិភពលោកបានឃើញថាសមាធិជួយឲ្យយើងរៀនពូកែសមាធិជួយឲ្យយើងលេងកីឡាបានល្អសមាធិជួយឲ្យយើងមានទឹកចិត្តមេត្រីភាពរឹតតែប្រសើរឡើងសមាធិជួយឲ្យយើងមានសរីរៈរាងកាយសង្ហារស្រស់ប្រឹមប្រែងក្នុងកាលអនាគតទោះអ្នកបានធ្វើជាអ្វីក៏ដោយក៏អ្នកត្រូវតែមានសមាធិក្នុងការបំពេញការងារនោះឲ្យបានរីកចម្រើននិងជឿនលឿនប្រសិនបើអ្នកបានធ្វើគ្រូអ្នកត្រូវមានសមាធិនៅក្នុងការប្រើបញ្ញាពន្យល់សិស្សរបស់អ្នកឲ្យបានយល់ប្រសិនបើអ្នកបានធ្វើពេទ្យអ្នកត្រូវមានសមាធិឲ្យបានគ្រប់គ្រាន់ដើម្បីវិនិច្ឆ័យរោគព្យាបាលរោគយ៉ាងស្ទាត់ជំនាញប្រសិនបើអ្នកបានធ្វើតុលាការមេធាវីអ្នកក៏ត្រូវតែមានសមាធិដែរពំនោះសោតអ្នកនឹងកាត់ក្តីដោយអយុត្តិធម៌ព្រោះខ្វះការពិចារណាឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ប្រសិនបើអ្នកបានធ្វើប៉ូលីសទាហានអ្នកត្រូវតែមានសមាធិដើម្បីការពារប្រទេសនិងកម្ចាត់ពួកជនទុច្ចរិតទាំងឡាយនិយាយឲ្យខ្លីសមាធិគឺជាវិជ្ជាសំខាន់បំផុតដែលយើងម្នាក់ចាំបាច់ត្រូវតែរៀនឲ្យស្គាល់យល់ច្បាស់មិនថាអ្នកនោះជាកម្មករកសិករជាឈ្មួញឬជារាជការរដ្ឋការឡើយអង្គប្រកបដោយសមាធិមានអ្វីខ្លះការបង្កើតសមាធិឲ្យមានក្នុងចិត្តត្រូវប្រកបដោយអង្គពីរយ៉ាង1ការវឹកហាត់ចិត្ត2ការអភិវឌ្ឍចិត្តការវឹកហាត់ចិត្តគឺការរៀនស្គាល់ខ្លួនឯងនិងស្គាល់ធម្មជាតិដោយចិត្តទៀងត្រង់និងជ្រះថ្លាការអភិវឌ្ឍចិត្ត
គឺការលើកកម្ពស់ចិត្តរបស់ខ្លួនប្រកបដោយគុណធម៌សេចក្តីល្អសេចក្តីម៉ត់ចត់និងសេចក្តីរីករាយសមាធិអាចជួយជីវិតអ្នកឲ្យរឹតតែប្រសើរឡើងប្រសិនបើអ្នកបានវឹកហាត់ឲ្យបានញឹកញាប់រៀងរាល់ថ្ងៃដូចខាងក្រោមនេះ 1. វឹកហាត់ផ្សាយមេត្តាចិត្តឲ្យបានទូលំទូលាយ 2. វឹកហាត់សង្រួមកិរិយាមារយាទឲ្យបានល្អប្រពៃ 3. វឹកហាត់សតិឲ្យបានរឹងប៉ឹង 4. វឹកហាត់ពាត់ចិត្តឲ្យបានស្លូតបូតសុភាពរាបសារ 5. វឹកហាត់សេចក្តីភ្ញាក់រលឹកនិងការដឹងខ្លួនបាន 6. វឹកហាត់ការតាំងចិត្តនិងការអត់ធន់ 7. វឹកហាត់ថ្វាយបង្គំព្រះ 8. វឹកហាត់អង្គុយសមាធិមុនពេលដេក និង 9. វឹកហាត់អភិវឌ្ឍជីវិតរបៀបវឹកហាត់ចិត្តឲ្យបានទូលំទូលាយចូលអ្នកក្រៅពីដំណេកឲ្យបានពីព្រឹកប្រហៀមហើយចេញទៅក្រៅផ្ទះឬទីធ្លាឬក៏រៀនហាលមុខផ្ទះជាបន្ទាន់ចូលអ្នកស្រូបយកខ្យល់អាកាសឲ្យបានពេញសួតហើយបញ្ចេញមកវិញយ៉ាងយឺតអ្នកសំឡឹងមើលទៅទិសនានាអ្នកនឹងបានឃើញសត្វរាប់លានជីវិតកំពុងចេញមកទទួលយកនៅពន្លឺថ្មីនៃព្រះអាទិត្យចូលអ្នកតាំងសេចក្តីប្រាថ្នាល្អចំពោះពួកគេថាសូមឲ្យលោកឪពុកនិងអ្នកម្ដាយតាយាយមីងមាអ៊ំទាំងឡាយសូមឲ្យសប្បាយចម្រើនសុខចុះលោកគ្រូអ្នកគ្រូបងប្អូនទាំងអស់មិត្តភ័ក្តិផងចុះកុំបីមានទុក្ខព្រួយបន្ទាប់មកអ្នកត្រូវតាំងចិត្តថាតាំងពីពេលនេះតទៅអាត្មាអញនឹងគិតតែរឿងណាដែលល្អនិយាយតែពាក្យណាដែលល្អធ្វើការងារណាដែលល្អដើម្បីឲ្យចិត្តរបស់អាត្មាអញបានស្ងប់សុខអាត្មាអញនឹងមិនធ្វើឲ្យនរណាម្នាក់បានទទួលទុក្ខទោសឡើយនរណាក៏ដោយដែលកំពុងមានទុក្ខសូមឲ្យរួចចាក់ទុក្ខចុះហើយនរណាក៏ដោយដែលកំពុងបានសុខក៏សូមឲ្យបានសុខរឹតរឹងតែប្រសើរឡើងសូមកុំឲ្យជួបប្រទះនៅសេចក្តីទុក្ខព្រួយដូចជាអ្នកឯទៀតឡើយគួរពិចារណានៅក្នុងចិត្តទៀតថាក្នុងថ្ងៃនេះប្រសិនបើនរណាម្នាក់ឬសត្វណាមួយដែលពុំបានទទួលនៅកម្លាំងមេត្តាចិត្តអំពីអាត្មាអញក៏មិនអ្វីទេគង់មានថ្ងៃណាមួយពួកគេនឹងទទួលបាននៅសេចក្តីសុខដោយអ្នកដទៃពុំខានឡើយបាទលោកយាយលោកតាពុកម៉ែបងប្អូនជនរួមជាតិជាទីគោរពដើម្បីកុំឲ្យវីដេអូនេះវែងពេកខ្ញុំសូមផ្អាកប៉ុណ្ណេះសិនហើយខ្ញុំនឹងជម្រាបជូននិងអានបន្តនៅវីដេអូបន្ទាប់ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកយាយលោកតាពុកម៉ែបងប្អូនកុមារាកុមារីយុវជនយុវតីលោកគ្រូអ្នកគ្រូទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់នៅវីដេអូឃ្លីបនេះខ្ញុំសូមអភ័យទោសផងដែររាល់កំហុសខុសឆ្គងទាំងឡាយដែលកើតមានដោយអចេតនាខ្ញុំសូមគោរពជូនពរសូមលោកអ្នកជួបប្រទះតែនឹងសេចក្តីសុខសុភមង្គលរកទទួលទានមានបានគ្រប់គ្នានិងគ្រប់ក្រុមគ្រួសារពុទ្ធពរទាំងឡាយ4ប្រការអាយុវណ្ណៈសុខៈពលៈចូលកើតមានដល់លោកអ្នកកុំបីឃ្លៀងឃ្លាតឡើយសម្រាប់ពេលនេះខ្ញុំប្រកាសណាខ្ញុំបាទសូមអរព្រះគុណនិងសូមអរគុណ